ជំរាបសួរលោកគ្រូក្នុងវីដេអូនេះដែរគឺនិយាយពី basic command part 6ចឹងក្នុង part 6នឹងដែរគឺតាក់ទងជាមួយនឹងការបំលែង comment ដែលច្រើនដែលមានលក្ខណៈច្រើនហើយយើងបំលែងទៅជា file ដើម្បី run script ដើម្បីកុំឲ្យពិបាកវាយ comment ម្ដងទៀតយើងគ្រាន់តែ run script ហ្នឹងគឺហើយយកមកចឹងដើម្បីបំលែង file បានយើងបង្កើត file មួយយើងប្រើ frame sorry កន្លែងនេះយើងត្រូវ cd ចូលក្នុង sv1 សិន sv1 ហើយបន្ទាប់មកទៀតបានយើងបង្កើត file របស់យើងគឺយើងប្រើ frame យើងដាក់ឈ្មោះ file របស់យើងអញ្ចឹងដាក់ .sh ហ្នឹងដើម្បីយើងចាំថាវាសម្រាប់ script ហើយបន្តមកទៀតហើយយើង enter មកហើយបន្ទាប់មកយើងឃើញយើងអាចឃើញថាយើងកំពុងឈរនៅក្នុងហ្នឹងហើយតែយើងអត់ទាន់អាចបញ្ចូលអីបានទេអញ្ចឹងដើម្បីបញ្ចូលបានគឺយើងត្រូវចុច I ចឹងពេលចុច I គឺយើងឃើញ insert នឹងចឹងមានន័យថាយើងអាចវាយ comment វាយអក្សរចូលបានហើយវាយើងចង់ដាក់ script comment ហ្នឹងយើងដាក់ content របស់យើងចូលបានអញ្ចឹង comment របស់យើងមិនសិនទៅច្រើនពេកយើង copy មកផាសក៏បានដែរពេលយើងផាសហើយគឺយើងចុច escape ចឹងពេលចុច escape គឺយើងឃើញថាយើងបាត់ insert មិញហើយចឹងយើងចុច save អូខេយើងចុចsave យើងវាយ command ចុច 2 ហើយ W ដើម្បី save file ហ្នឹងsorry ដើម្បី save content របស់យើង save script របស់យើងហ្នឹងហើយយើងនឹងឃើញថា script របស់យើងមាន10 line ហើយនឹង518តួអក្សរ right hand អូខេអញ្ចឹងបន្តមកទៀតយើងចុច 2 ហើយយក Q ដើម្បីចាក់ចេញពី file script របស់យើងនឹងហើយយើងចូលទៅកន្លែងដើមយើងវិញហើយយើង ls មើលថាយើងទទួលបាន file មួយនឹងអត់ចឹង file របស់យើងដែលយើងបានបង្កើតមិញគឺ task1.sh អញ្ចឹងបើចង់កែឬមួយក៏អាប់ដេតលើ file របស់យើងហ្នឹងគឺយើងចុច frame នឹងសារថ្មីមកហើយយើង edit អីធម្មតាយើងចង់ edit អីយើងចង់ថែមអីគឺថែមនឹងអញ្ចឹងតាក់ទងជាមួយនឹងកូដនេះដែរយើងប្រើ while loop គឺយើងឲ្យវា true រហូតគឺឲ្យវា loop កូដហ្នឹងរហូតតតែយើងតតែកូដនឹងយើងចុចនៅការបញ្ចប់កូដរបស់យើងនិយាយទៅគឺវា loop រហូតតតែចប់លក្ខខណ្ឌដែលយើងបានដាក់ឲ្យវាកន្លែងនេះបើសិនជាយើងចង់កែអីពេលយើងកែអីអស់ហើយយើងចង់អត់ចង់ save លក្ខណៈថាយើងបិទអត់ save យើងចុច Q ហើយសញ្ញាឧទាននេះដើម្បីយើងនិយាយទៅយើងបិទអត់ save តែបើយើងចង់បិទហើយ save យើង W Q អញ្ចឹងវា save ហើយនឹងបិទអូតូយ៉ាងមកមួយទៀត file ហ្នឹងពេលយើងបង្កើតហើយគឺយើងអត់ទាន់ run បានទេយើងត្រូវកំណត់សិទ្ធឲ្យវាសិនទើបយើងអាច run បានអញ្ចឹងយើងវាយ command មួយដើម្បីដល់សិទ្ធឲ្យវា
node sorry តមកយើងវាយ700យើងដាក់ឈ្មោះfile របស់យើង .sh អូខេចឹងកន្លែងcomment នេះដែរគឺមានន័យថាយើងកំណត់គឺយើងកំណត់សិទ្ធឲ្យ user គឺមានតែគឺ comment នឹងគឺយើងកំណត់ថាបើហើយមានតែយើងម្នាក់ទេដែលអាច run file នឹងបានហើយយើងដាក់700ហ្នឹងគឺដើម្បីមានប្រសិទ្ធភាពនិយាយទៅក្រៅពីយើងគឺអ្នកផ្សេង run អត់បានទេ file នឹងសម្រាប់ file នឹងអញ្ចឹងយើងវាយ comment នឹងហើយយើង enter មកហើយបន្ទាប់មកទៀតយើងត្រូវវាយ comment មួយទៀតដើម្បី run បានអញ្ចឹងដើម្បី run បានយើងវាយ base វាយ file ឈ្មោះ file របស់យើង .sh អូខេអញ្ចឹងcomment នៅក្នុង task របស់យើងនៅក្នុង task 1.sh របស់យើងគឺវាមានទាក់ទងនឹងកន្លែងនេះអញ្ចឹងនៅនេះបើសិនជាយើងវាយ RAM អញ្ចឹងវានឹងបង្ហាញទិន្នន័យ RAM របស់យើងមកដោយសារមិញយើងបានកំណត់នៅក្នុង keyword របស់យើងវាយថាឃើញ not found អញ្ចឹងកន្លែង not found ហ្នឹងមានន័យថា keyword ដែលយើងបានផ្ដល់ឲ្យនោះគឺវាអត់អីនេះវាអត់ដំណើរការអញ្ចឹងសូមបិទការ run កូដនេះសិនគឺចុចCtrl C អូខេយើងចាក់ចេញពី script របស់យើងនឹងពេលខ្ញុំសូម clear មួយសិនហើយខ្ញុំទៅមើលនៅក្នុង file script របស់យើងយើងឃើញថាដោយសារខ្ញុំបាន comment ខុសអញ្ចឹងវាតកតងមួយកន្លែងនេះដោយសារខ្ញុំដាក់ key ធំអញ្ចឹងទៅគឺវាអត់ហៅទិន្នន័យឲ្យទេអញ្ចឹងយើងចុច I ដើម្បី update អញ្ចឹងដាក់ key តូចវិញមកហើយយើងចុច escape ហើយយើង save អញ្ចឹងតកតងនៅកន្លែងនេះគឺយើង save ឲ្យបិទ enter មកអញ្ចឹងយើងទៅ comment របស់យើងគឺ comment base test comment base ហ្នឹងយើងបង្ហាញពី result នៅក្នុង script របស់យើងមិញអញ្ចឹងកន្លែងនេះគឺតកតងជាមួយនឹង script របស់យើងមិញបើសិនជាខ្ញុំវាយ RAM អញ្ចឹងវាយ RAM វានឹងហៅវានឹងទាញយកទិន្នន័យរបស់ RAM យកមកបង្ហាញហើយបើសិនជាខ្ញុំវាយ CPU អូខេអញ្ចឹងវានឹងបង្ហាញតកតងជាមួយនឹង CPU ហើយវាយ NAND អញ្ចឹងវានឹងបង្ហាញតកតងមួយនឹង internet អូខេអញ្ចឹងក្នុងវីដេអូនេះដែរសរុបមកគឺយើង run script យើងបង្កើត file script ដើម្បី call យក comment មួយដែលយើងមិនចាំបាច់ឧទាហរណ៍ថាcomment មួយដែលវែងហើយយើងបង្កើតជា script មួយដែលខ្លីដើម្បីហៅទិន្នន័យតាក់ទងមួយនឹង file ហ្នឹងមកវិញដើម្បីកុំឲ្យយើងពិបាកសរសេរ comment ច្រើនដងឬមួយក៏ច្រើនពេកយើងពិបាកសរសេរអញ្ចឹងទៅអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេអរគុណលោកគ្រូជម្រាបលាលោកគ្រូ